ก็ngàyนี้ngày 10 ខែ 5 ឆ្នាំ 2025 យើងចេញស្ទូចត្រីទៅហើយស្ទូចនៅតំបន់បាក់សីមេគង្គខេត្តស្ទឹងត្រែងនេះចូលត្រីទី1គាត់តម្លាក់ដល់ដីព្រាមស៊ីព្រាមត្រីកែបាទយើងធំខាងដែរត្រីទី1នេះធំព្រោះតំបន់ហ្នឹងអត់ធំតាមប៉ុណ្ណឹងអត់មានធំជាងហ្នឹងទេហើយនេះបាទស្មាត់លឹមច្រៀង TV យ៉ាងហ្នឹងចូលម្ដងពីរហ្មងស្មាត់ទៅលើទុកចូលពីរបាទតែគាត់ថាពេលខ្ញុំលើកមកណាចូលមួយបាត់អំបោឡើយវិញខ្ញុំទៅពេកស្មាត់ក៏ចូលមួយចេះបាទញ៉ាំនេះស្មាត់ទៅលើទុកកាប់ច្រើននេះចូលរហូតនេះខ្ញុំចូលម្ដងហើយបាទអូបានពីរដែរញ៉ាំនេះលេងខ្សែ3បានពីរបាទស្មាច់ទៅទុកក៏គាត់ចូលដែរឡាបន្តយករហូតនេះចូលនឹងញឹកបានច្រើននេះចាញ់ស្មាច់លឹមស្រៀងហ្នឹងនេះមានខ្ញុំចូលមួយទៀតដែរតំបន់ហ្នឹងវាច្រើនមានត្រីកែសបមកត្រីកែមានគ្រប់ប្រាំងគ្រប់ភាសាហើយអត់ធំទេមានប៉ុណ្ណឹងទឹកវាចៅធំតទៅតំបន់ទឹកហូរទឹកនំនេះវាអត់ទៅហូរចឹងវាមានតែតិចតូចនេះចូលមួយទៀតណាអូបានពីរស្មាត់លឹមស្រៀងទៅទុកនេះបានពីរកៅហ្នឹងនេះអូនេះក៏រហូតកាប់តែឯងមួយនេះគាត់បានច្រើននេះខ្ញុំបានតែគេនេះតឲ្យគាត់ណាតភ្លេចមើលម៉ោងដល់ម៉ោងទៅផ្ទះបាត់នេះគាត់យកទៅហើយបាទហើយទីប្រមាណនេះទី20ទី30នេះយកឡើងវិញចាំល្បីល្បីកាត់ក្រៅវិញល្បីឡើងចាំជ្រុះដៃតាក់90 100 ម៉ែត្រណាមកស្ពូហ្នឹងអស់ហើយហើយនេះថៃស៊ីស្ទូចគេដាក់ស្ទូចបិទនុយកពឹសដាក់បានច្រើនមកផ្លែតមើលនៅបានពី3គីឡូហើយយើងនេះស្ទូចហើយយើងទៅមើលស្ទូចអណងម្ដងស្ទូចអណងរបស់ស្មាត់លឹមស្រៀងហ្នឹងគាត់ទេកាត់តលេហ្នឹងយ៉ាចូលឈើមួយហើយបន្ទាប់ពីចូលឈើហ្នឹងថៃបុកបាទគាត់ស្បែកស្វាយកកត្រង់នេះអត់មើលបាទត្រីបាទគាត់ថាចូលគីឡូហើយបាទស្ទុះយកកត្រង់ដូរប្រហើយត្រីស៊ីស្ទូចហ្នឹងដល់ធំអត់មានតូចទេយ៉ាវា2គីឡូរបស់គាត់ដែរបាទគេគីឡូ50000ដែរបាទអេមស្រាមចូលគីឡូនេះកាប់ហើយបានទៅជួយមកកោឲ្យបាទធំមួយទៀតហើយតែមកហើយនេះកាយយើងទៅអស់បាទធំមួយហ្នឹងធំជាងគេដល់ម៉ានទៅជួយយើងស្ទួយបានពីថ្ងៃបានក្រែតាបាន70-30ក្បាលអីដែរធំទួយលេខគ្នាហ្នឹងគាត់បាយនេះស៊ីគាត់បាយហើយយើងមើលស្ទួយហើយគឺដល់មកយើងទៅផ្ទះវិញហើយបុកខាងចូលផ្ទះអត់ធំប៉ុណ្ណាបាទវីដេអូហ្នឹងជួបគ្នាថ្ងៃក្រោយចាំបានទៅលេងថ្ងៃក្រោយចាំថតឲ្យបងប្អូនមើលទៀតបាទ